នេះជាការណែនាំពីរបៀបប្រើប្រាស់ម៉ាស៊ីន CNC នេះគឺជា Electrical Control System របស់ម៉ាស៊ីន CNC ដែលជាប្រព័ន្ធសំខាន់សម្រាប់គ្រប់គ្រងការដំណើរការទាំងមូលរបស់ម៉ាស៊ីនផ្នែកខាងលើនេះគឺជា Servo Drivers ដែលប្រើសម្រាប់បញ្ជាចលនារបស់ X, Y និង Z វាជួយឲ្យម៉ាស៊ីនធ្វើចលនាបានរលូនត្រឹមត្រូវនិងមានស្ថិរភាពខ្ពស់ផ្នែកនេះគឺជា Circuit Breaker សម្រាប់ការពារប្រព័ន្ធភ្លើងនៅពេលមានបញ្ហាចរន្តភ្លើងឬ overload ប្រព័ន្ធនឹងកាត់ភ្លើងដោយស្វ័យប្រវត្តិដើម្បីការពារម៉ាស៊ីននេះគឺជា Main Control Board ដែលទទួលនិងបញ្ជូនសញ្ញាទៅកាន់ផ្នែកផ្សេងៗរបស់ម៉ាស៊ីនវាជួយឲ្យម៉ាស៊ីនដំណើរការបានត្រឹមត្រូវតាម design ដែលបានកំណត់ផ្នែកនេះគឺជា Power Supply សម្រាប់ផ្គត់ផ្គង់ថាមពលទៅកាន់ប្រព័ន្ធ Control ប្រព័ន្ធភ្លើងត្រូវបានរៀបចំយ៉ាងមានសណ្ដាប់ធ្នាប់ដើម្បីងាយស្រួលក្នុងការថែទាំនិងមានសុវត្ថិភាពខ្ពស់មុនពេលបើកប្រើប្រាស់ត្រូវពិនិត្យប្រព័ន្ធភ្លើងនិងការភ្ជាប់ខ្សែឲ្យបានត្រឹមត្រូវជានិច្ចសូមកុំបើកប្រអប់ភ្លើងខណៈម៉ាស៊ីនកំពុងដំណើរការ Electrical Control System ដែលមានគុណភាពល្អអាចជួយឲ្យម៉ាស៊ីន CNC ដំណើរការបានស្ថិរភាពនិងមានអាយុកាលប្រើប្រាស់យូរនេះគឺជា CNC Control System ដែលជាផ្នែកសំខាន់សម្រាប់បញ្ជានិងគ្រប់គ្រងការដំណើរការរបស់ម៉ាស៊ីនទាំងមូលកុងតាក់នេះសម្រាប់បើកដំណើរការប្រព័ន្ធភ្លើងដើម្បីបញ្ជាម៉ាស៊ីនទាំងមូលឥឡូវនេះយើងងាកមកមើលប៊ូតុងទាំងពីរនេះវិញប៊ូតុងបៃតងនេះគឺប្រើសម្រាប់ Start Machine ចំណែកឯប៊ូតុងក្រហមប្រើសម្រាប់ Stop Machine ផ្នែកខាងលើនេះគឺជា Display Screen សម្រាប់បង្ហាញព័ត៌មាននិងការកំណត់ផ្សេងៗរបស់ម៉ាស៊ីន Operator អាចមើល Position, Speed និង Status របស់ម៉ាស៊ីនបានយ៉ាងងាយស្រួលនេះគឺជា Control Keyboard សម្រាប់បញ្ជាចលនារបស់ X, Y និង Z វាអាចប្រើសម្រាប់ Manual Control Setting និងការដំណើរការ Program ផ្សេងៗប៊ូតុងពណ៌ក្រហមនេះគឺជា Emergency Stop នៅពេលមានបញ្ហាបន្ទាន់ Operator អាចចុចប៊ូតុងនេះដើម្បីបញ្ឈប់ម៉ាស៊ីនភ្លាមៗប្រព័ន្ធបញ្ជានេះមានភាពងាយស្រួលក្នុងការប្រើប្រាស់និងមានភាពត្រឹមត្រូវខ្ពស់វាជួយឲ្យម៉ាស៊ីនដំណើរការបានស្ថិរភាពនិងបង្កើនប្រសិទ្ធភាពការផលិតមុនពេលដំណើរការត្រូវពិនិត្យ Program និង Setting ឲ្យបានត្រឹមត្រូវជានិច្ចសូមកុំប៉ះ Control Panel ដោយដៃសើមឬក្នុងស្ថានភាពមិនមានសុវត្ថិភាព CNC Control System ដែលមានគុណភាពល្អអាចជួយឲ្យការងារកាត់ឈើមានភាពលឿនត្រឹមត្រូវនិងមានស្ថិរភាពខ្ពស់សម្រាប់ប្រេងនិងខ្លាញ់គោយើងត្រូវពិនិត្យមើលមួយខែឲ្យបាន2ដងប្រសិនបើប្រេងជិតអស់ត្រូវចាក់បញ្ចូលឲ្យពេញចំពោះខ្លាញ់គោត្រូវបាញ់បញ្ចូលយ៉ាងហោចណាស់1ឬ2ដងក្នុងមួយខែដើម្បីជៀសវាងការគាំងឬខូចប៉ាដាំងរបស់ម៉ាស៊ីនចំពោះប្រព័ន្ធខ្យល់ត្រូវធ្វើការឆែកមើលទយោខ្យល់និងក្បាលដំណខ្យល់ប្រសិនបើមានទយោណាមួយបែកឬធ្លាយខ្យល់ត្រូវបដូរចេញហើយក្បាលដំណខ្យល់បើសិនជាមានការលេចធ្លាយខ្យល់ត្រូវផ្លាស់ប្ដូរចេញឥឡូវនេះយើងមកស្គាល់ពីភ្លើងសញ្ញាទាំង3របស់ម៉ាស៊ីនភ្លើងពណ៌បៃតងមានន័យថាម៉ាស៊ីនកំពុងដំណើរការកាត់ឈើភ្លើងពណ៌លឿងមានន័យថាម៉ាស៊ីនអាចដំណើរការកាត់ឈើបានភ្លើងពណ៌ក្រហមមានន័យថាម៉ាស៊ីនមិនអាចដំណើរការកាត់ឈើបានទេម៉ាស៊ីនខូចឬគាំងកន្លែងណាមួយក៏លោតភ្លើងពណ៌ក្រហមឲ្យសញ្ញាដែរត្រូវពិនិត្យមើលភ្លើងរបស់ sensor អំឡុងពេលដំណើរការកាត់ឈើត្រូវប្រកាសថាភ្លើង sensor ដំណើរការទៅតាមជំហាននៃដំណើរការកាត់ភ្លើង sensor ភ្លឺតែពេលដែល sensor ដំណើរការមុខងារដែលត្រូវប្រើតែប៉ុណ្ណោះភ្លើង sensor មិនភ្លឺរហូតទេមុនដំណើរការកាត់ឈើត្រូវឆែកមើលផ្លែកាត់ជាមុនសិនបើផ្លែមួយណាចាស់ឬខូចលែងមុតត្រូវផ្លាស់ប្ដូរតាមប្រភេទរបស់វា T01 ប្រើផ្លែ8លី T02 ប្រើផ្លែ6លី T03 ប្រើផ្លែ5លី T04 ប្រើផ្លែ10លី T05 ផ្លាស់ប្ដូរផ្លែសេរី T06 ប្រើផ្លែសម្រាប់ដៃក្តារចោល T07 ប្រើផ្លែចោះត្រចៀកទ្វារ T08 ប្រើផ្លែសម្រាប់លកមាត់ចាប់ត្រូវឆែកមើលខ្សែភ្លើងប្រព័ន្ធ motor ខ្សែភ្លើង sensor និងខ្សែភ្លើងផ្សេងទៀតមុនដំណើរការម៉ាស៊ីនការពារមានដាច់ឬខូចចំពោះក្តារ MC18 លីនៅលើម៉ាស៊ីន CNC ប្រសិនបើមានបញ្ហាត្រូវរើចេញឬវាយកម្ទេចចោលហើយត្រូវដាក់ក្តារ MC18 លីថ្មីចូលវិញ